កូនកូនខ្ញុំទៅណាហើយពុកកុំទៅអីក្តៅណាស់បើកទ្វារឲ្យខ្ញុំចេញពុកបើកឲ្យខ្ញុំចេញទៅខ្ញុំចេញមិនរួចទេពុកនៅក្នុងនេះក្តៅណាស់មាននរណាមកជួយខ្ញុំទេសំឡេងក្មេងហ្នឹងក្តៅខ្លាំងយ៉ាងនេះមិនក៏ទុកកូននៅក្នុងឡានមាននរណានៅក្នុងហ្នឹងទេសុទ្ធតែទូរស័ព្ទឆ្វ័យប្រវត្តិកុំខ្វល់អីកុំឲ្យខូចបរិយាកាសមកផឹកមិនក៏ចុចបិទទូរស័ព្ទទៀតម្នាក់ហ្នឹងយ៉ាងម៉េចហ្នឹងអាឡូជំរាបសួរបងស្រីម្ចាស់ឡានខ្ញុំជាសន្តិសុខចំណតឡាននៅក្នុងឡានរបស់បងមានក្មេងម្នាក់ស្រែកជួយផងលោកច្រឡំហើយមើលទៅប្តីខ្ញុំបើកឡានទៅទទួលកូនប្រុសខ្ញុំហើយខ្ញុំមិនបានភូតបងទេឡាននេះចាប់ហាលថ្ងៃនៅខាងក្រៅនៅក្នុងក្តៅដូចឆ្នាំងស្ទុះចឹងបងប្រញាប់តាក់ទងប្តីបងឲ្យមកមើលទៅប្រយ័ត្នមានរឿងគ្រោះថ្នាក់ដល់ជីវិតគ្មាននរណាទទួលខុសត្រូវទេខ្ញុំនឹងទូរស័ព្ទទៅបញ្ជាក់ជាមួយប្តីខ្ញុំប៉ុន្តែមុនពេលហ្នឹងកុំពណ៌ឡានខ្ញុំផ្ដេសផ្ដាសពុកជួយខ្ញុំផងសំឡេងសក់អស់ហើយប្រញាប់លើកទូរស័ព្ទទៅអាឡូមានការអីឆាំងគឺសៀវប៉ៅណែណាសៀវប៉ៅសុខសប្បាយតើអំបាញ់មិញសន្តិសុខចំណតឡានទូរស័ព្ទមកថែសំឡេងក្មេងយំនៅក្នុងឡានយើងមិននឹងអាចទៅរួចខ្ញុំកំពុងហូបបាយជាមួយសៀវប៉ៅតើអញ្ចឹងបងឲ្យសៀវប៉ៅលើកទូរស័ព្ទបន្តិចមើលសៀវប៉ៅកំពុងរត់លេងជាមួយក្មេងផ្សេងទៀតចាប់គេមិនទាន់ទេអូនឯងកុំបារម្ភអីខ្ញុំមើលថែកូនតាមានពេលនេះបងមិនមែនកំពុងជែកគម្រោងការជាមួយអតិថិជនទេអីកុំឲ្យខាតការងារធំអីមកជុលមួយបងប្អូនអាឡូម្ចាស់ឡានបងបានសួរផ្លូវប្តីបងនៅតើកូននៅសួរហើយកូននៅជាមួយប្តីខ្ញុំតើពុកជួយខ្ញុំផងមិនក៏មិនលើកទូរស័ព្ទចឹងរឿងមនុស្សចិត្តស្លាប់មិនក៏មិនលើកទៅប្រញាប់លើកទូរស័ព្ទទៅនេះជាម្ដាយប្រភេទអីហ្នឹងរងចាំទៀតមិនបានទេប្រសិនបើនៅចាំទៀតក្មេងនៅក្នុងឡានច្បាស់ជាហប់ក្តៅស្លាប់មិនខានមេក្រុមប្រញាប់យកឧបករណ៍វីកញ្ចក់មកនៅក្នុងឡានខ្មៅនោះមានក្មេងម្នាក់ស្ងាត់ជ្រុងហើយត្រូវតែវីកញ្ចក់ជាបន្ទាន់ឯងឈួតហើយអីនឹងជាឡានថ្លៃតម្លៃ2លានយ៉នណាកញ្ចក់ដើមមួយផ្ទាំងរាប់ម៉ឺនយ៉នវីបែកឯងយកជីវិតមនុស្សសំខាន់ជាងក្មេងនោះសន្លប់បាត់ហើយបើមិនជួយទេគេនឹងហប់ក្តៅស្លាប់អំបញ្ញមិញឪពុកក្មេងបានទូរស័ព្ទមកដឹងរីកាថាឯងរំខានគេហើយឪពុកម្ដាយគេបង្កើតសុទ្ធតែថាកូនមិននៅក្នុងឡានទេឯងជាសន្តិសុខម្នាក់មកចេះដឹងអីចុះបើប្តីប្រពន្ធគេច្រឡំយ៉ាងម៉េចធ្វើម៉េចនឹងមានរឿងប្រហែលជាច្រើនម្លេះឡាននេះថ្លៃណាស់ឯងទទួលខុសត្រូវមិនរួចទេកុំដើរគិតផ្ដេសផ្ដាសប្រញាប់ទៅយាមវិញទៅចុះបើខ្ញុំមើលច្រឡំមែនពួកអ្នកមានទាំងនេះគ្រាន់តែរើមរៀមដៃបន្តិចក៏អាចធ្វើឲ្យខ្ញុំអស់ពីខ្លួនគ្រួសារខ្ញុំទាំងមូលត្រូវទៅសុំទានគេដែរក្មួយប្រុសឯងញីសំលេងពុកទេក្រវីកញ្ចក់បន្តិចមកក្រវីបន្តិចមកលោកលីនឯងកាត់អីហ្នឹងទៅប៉ះឡានគេធ្វើអំបាញ់មិញឯងនៅម្ដុំនឹងដែរតែពេលម្ចាស់ឡានចេញទៅឯងឃើញមានក្មេងចុះមកទេមកពីណាក្មេងទៅខ្ញុំឃើញតែបុរសម្នាក់ចុះពីលើឡានចាក់សោឡានរួចដើរតម្រង់ទៅភោជនីយដ្ឋានធំនៅឈុំមុខនោះឯងច្បាស់ទេអំបាញ់មិញខ្ញុំរវល់តែចុចទូរស័ព្ទមើលមិនសូវច្បាស់ទេបុរសម្នាក់នោះដើរប្រញាប់ប្រញ័រដូចជាគ្មានក្មេងនៅក្បែរទេលើកទៅប្រញាប់លើកទូរស័ព្ទទៅម៉ាក់ជួយសៀវប៉ៅផងចុះបើខ្ញុំអស់ពីខ្លួនតែដោះដូរបានជីវិតរស់រវើកម្នាក់វិញវានៅតែជាផ្លូវតដែលត្រូវតែប្តឹងប៉ូលីសទៅរងចាំប៉ូលីសមករៀបចំពួកចុះប៉ូលីសនិយាយថាម៉េចឪពុកម្ដាយក្មេងផ្ទាល់នៅមិនទទួលស្គាល់ថាកូននៅក្នុងឡានផងរងចាំប៉ូលីសមករៀបចំក្មេងច្បាស់ជាគ្មានជីវិតទេចុះត្រូវធ្វើម៉េចទៅក្រែងលោកខ្ញុំស្ដាប់ច្រឡំមែនឡានតម្លៃ2លានយ៉នបើវាខូចទៅធ្វើឲ្យឯងអស់ពីខ្លួនគ្រួសារឯងត្រូវទៅសុំទានគេហើយ
ក្មួយប្រុសប្រសិនបើឯងអាចជឿសំឡេងពុកនិយាយជួយឆ្លើយតបមួយម៉ាត់មក ពុក ឯងកាន់ពូថៅធ្វើអីហ្នឹងឈប់និយាយឥតប្រយោជន៍ទៅជួយមនុស្សសុំប្រកែកអីខ្ញុំឃើញបរិសម្នាក់នោះដើរទៅភោជនីយដ្ឋានធំនៅឈុំមុខឯងទៅរកគេផ្ទាល់តែម្ដងទៅនរណាជាម្ចាស់ឡានស្លាកលេខ543បើឯងកាន់ពូថៅមកធ្វើអីនៅទីនេះម្ចាស់ឡានហូបបាយនៅហាងអ្នកឯងមានក្មេងស្រែកជួយនៅក្នុងឡានម្ចាស់ឡានគេដឹងស្រាប់ហើយថាតើមានក្មេងនៅក្នុងឡានឬអត់ត្រូវការឲ្យឯងមកបារម្ភដែរខ្ញុំមិនបាននិយាយលេងសើចទេថ្ងៃនេះក្តៅខ្លាំងណាស់ប្រញាប់ទៅប្រាប់ម្ចាស់ឡានទៅទោះជាមានក្មេងមែនក៏ជារឿងឯកជនរបស់គេដែរពាក់ព័ន្ធអីនឹងឯងកុំមកស្រែកលោឡានៅទីនេះប៉ះពាល់ដល់អាជីវកម្មហាងខ្ញុំចេញទៅភ្លាមប្រធានក្រុមឯងឈួតហើយអីលេងខ្ញុំបើនៅយូរទៀតនឹងស្លាប់មនុស្សហើយតាក់ទងអ្វីនឹងឯងអ្នករកគ្នាថាគ្មានក្មេងនៅក្នុងឡានទេឯងចង់ឲ្យក្រុមសន្តិសុខយើងត្រូវកាត់ប្រាក់ខែទាំងអស់គ្នាជីវិតមនុស្សសំខាន់ជាងបើខូចខាតខ្ញុំជាអ្នកសងឯងយកស្អីមកសងទៅឲ្យឆ្ងាយពីឡាននឹងទៅឡាននេះទោះជាឆ្កូតបន្តិចក៏មិនដឹងជារបស់នរណាដែរបងឆាំងចូលមួយផឹកអស់កែវបើមិនអញ្ចឹងទេមើងងាយប្អូនសៀវប៉ាវមិនមែនទៅហូបបាយជាមួយប៉ាគេទេអីមិនក៏សន្តិសុខផ្ញើសារមកទៀតអញ្ចឹងសៀវប៉ាវចាំម៉ាក់តិចខាតត្រូវតែរងចាំម៉ាក់ណាជើងយន្តខ្វានហាងបាយឈុំមុខចំណតឡានលឿនឡើងបងលីនអញចង់រាប់អានអ្នករាល់គ្នាទេឡាននេះជួយមនុស្សចេញឲ្យឆ្ងាយម្ចាស់ឡាននឹងមិនបាននាំក្មេងទៅហាងបាយទេកូននៅក្នុងកៅអីក្រោយមិនអាចចាំទៀតទេចាំទៀតច្បាស់ជាមានរឿងធំមិនខ្ញុំជាម្ចាស់ឡានឈប់សៀវប៉ាវបាក់មកហើយសៀវប៉ាវសៀវប៉ាវកុំនៅស្ងៀមអីប្រញាប់ឲ្យឡានសង្គ្រោះបន្ទាន់ទៅក្មេងកញ្ចក់នេះបងប្អូនឯងជាអ្នកវិបាយខ្លួនឯងណាខ្ញុំបានខត់ហើយកុំមកទាសំណងពីចំណុចសៀវប៉ាវដឹងខ្លួនឡើងសៀវប៉ាវម៉ាក់នៅទីនេះហើយអាឡូសង្គ្រោះបន្ទាន់មែនទេចំណតឡានផ្លូវអានភីងលេខ45មានក្មេងប្រុសអាយុ4 5ឆ្នាំម្នាក់កំពុងសន្លប់ដោយសារក្តៅខ្លាំងត្រូវហើយពួកអ្នកប្រញាប់មកបន្តិចលឿនឡើងប្រញាប់បញ្ជូនទៅមន្ទីរពេទ្យអាឡូខ្ញុំជាប្រធានក្រុមសន្តិសុខចំណតឡានកញ្ចក់ឡានអ្នកត្រូវគេវិបែកហើយមានក្មេងម្នាក់សន្លប់នៅក្នុងឡានប្រពន្ធអ្នកបានបញ្ជូនគេទៅមន្ទីរពេទ្យហើយលោកថាអីបងឆាំងសៀវប៉ាវមិនអីទេម៉ាក់នាំកូនទៅមន្ទីរពេទ្យកូនដឹងខ្លួនឡើងមើលសៀវប៉ាវឡើងឡានផ្លូវខាងមុខស្ទះឡានហើយឡានសង្គ្រោះបន្ទាន់ចូលមិនរួចទេអោបកូនឲ្យណែនខ្ញុំត្រូវបន្ថែមល្បឿនហើយអរគុណលោកកុំនិយាយច្រើនអីប្រញាប់ជួយក្មេងប្រពន្ធសៀវប៉ាវប្រពន្ធតើសៀវប៉ាវយ៉ាងម៉េចហើយលោកគ្រូពេទ្យថាសៀវប៉ាវស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់ប្រពន្ធអូនស្ដាប់បងពន្យល់សិនបងមិនបានគិតថាទៅយូរយ៉ាងនេះទេពេលបងចុះពីលើឡានបងច្បាស់ជាបានបើកម៉ាស៊ីនត្រជាក់បងមិនដឹងថាឡាននឹងវានឹងផ្ដាច់ភ្លើងស្វ័យប្រវត្តិសោះបងពិតជាមិនចិត្តណាទេឯងដឹងទេពេលគេវាកញ្ចក់ឡានរូបរាងនៅក្នុងនោះយ៉ាងម៉េចនៅក្នុងឡានក្តៅដូចឆ្នាំងស្ទុះចឹងខោអាវសៀវប៉ាវសាមជោគអស់ហើយសៀវប៉ាវក្តៅខ្លួនខ្លាំងរហូតដល់ស្ទើរតែគ្មានដង្ហើមទៅហើយបងមិនដឹងបងពិតជាមិនដឹងមែនណាអាសត្វតិរិឆានអាសត្វគ្មានបេះដូងឯងទុកសៀវប៉ាវចោលក្នុងឡានហើយទៅផឹកស៊ីខ្លួនឯងត្រកូលចាំងយើងមិនក៏បង្កើតបានអាតិរិឆានថោកទាបជាងសត្វដូចជាឯងអញ្ចឹងលោកពុកប៉ាកូនដឹងខុសហើយកូនគ្រាន់តែចង់ទៅគោះកែវ2 3កែវរួចត្រឡប់មកវិញកូនមិនគិតថានឹងធ្វើឲ្យសៀវប៉ាវឈឺចាប់ទេតើនរណាជាឪពុកម្ដាយរបស់ក្មេងពួកយើងជាលោកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចហើយលោកគ្រូពេទ្យកូនប្រុសខ្ញុំយ៉ាងម៉េចហើយអង្គជួយចុច follow និង subscribe ចុចសញ្ញាកណ្ដឹងដើម្បីមើលវីដេអូបន្ទាប់សូមអរគុណ